រុនហាក់ដូចជាបានសាងកំហុសមួយចំនួននៅពេលច្រៀងក្នុងវគ្គ live show សប្តាហ៍ទី1តែគាត់បានព្យាយាមនឹងច្រៀងយ៉ាងរលូនរហូតទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេពីទស្សនិកជនអរគុណទស្សនិកជនដែលបានបោះឆ្នោតគ្រប់គ្រងលើរូបខ្ញុំក៏ដឹងដែរថា The Voice Cambodia ធ្វើការសម្លេងនឹងធ្វើឲ្យបានល្អ The Voice Cambodia គឺយកសម្លេងជាសំខាន់ប្រវត្តិជីវិតបែបពិសោធន៍នរណាក៏ធ្លាប់ជួបប្រទះសង្ឃឹមថាទស្សនិកជនទាំងអស់គាំទ្រអ្នកដែលមានសម្លេងល្អសម្លេងដែលលោកអ្នកពេញចិត្តចង់ឲ្យអនឡាញប្រើសម្លេងជាចម្បងមកសិនឲ្យគេដឹងថាយើងមានសម្លេងរបស់យើងមកហ្មងបែកពីអូនមិនមែនមានថ្មីជាងកំផ្លាច់ដាច់ចឹងពេកបើបែកគ្នាពេលនេះគាត់មិនទាន់បានប្រើប្រាស់សម្លេងរបស់គាត់បានល្អ 100% ទេក៏ប៉ុន្តែរួមបានព្យាយាមយ៉ាងល្អអូនឯងជាងគេស្ដាប់សុភាពតិចចង់ដឹងសម្លេងឯហ្នឹងសុំបែកគ្នាមិនមែនមានថ្មីពិតជាពិបាកមែនទែនរកលឹះមិនរកសម្លេងរបស់ខ្លួនឯងមកច្រៀងព្យាយាមផ្ដោតលើសម្លេងខ្លួនឯងមិនដូចចេតនាក៏មិនទាន់គិតយើងទាំងពីរលេងជាសងសានៅក្នុងវគ្គនេះខ្ញុំនឹងធ្វើបានល្អជាងមុន The Voice Cambodiaគួបន្តទៀតទេបើក្តីស្នេហ៍ប្រែអស់អារម្មណ៍សន្យាមកគង់យំបើពេលនេះបងចង់បែកគ្នាខ្មាស់អាចដឹកធ្លាប់សាតែគ្រប់យ៉ាងពីបងពលចិត្តធ្លាប់ស្រឡាញ់គ្នាមិនដឹងថាបាត់ទៅណាឡើយបើបែកគ្នាពេលនេះមិនធ្វើឲ្យអូនឈឺចាប់យូររោគនាងថ្មីជាគូគុំតោះនឹងមនុស្សដូចបងបែកពីអូនមិនមែនមានថ្មីក៏មិនយល់ថាមកពីវិញគ្រាន់តែដឹងថានិស័យយើងទាំងពីរលេងជាសងសាសុំបែកគ្នាមិនមែនមានថ្មីគុំគិតថាបងក្បត់ស្នេហាតែអារម្មណ៍ជាសងសាបាត់អស់ហើយបែកពីអូនមិនមែនមានថ្មីក៏មិនយល់ថាមកពីវិញគ្រប់តែដឹងថានិស័យយើងទាំងពីរលេងជាសងសាសុំបែកគ្នាមិនមែនមានថ្មីគុំគិតថាបងក្បត់ស្នេហាតែអារម្មណ៍ជាសងសាបាត់អស់ហើយសន្យាមកថាអូនគង់យំព្រោះតែបងចាសូមអរគុណដល់សម្លេងគាំទ្រទៅដល់បេក្ខភាពរបស់យើងគឺអឿមរុនចាអឿមរុនគឺជាបេក្ខជនមួយរូបចាដែលមានមោទនភាពយ៉ាងខ្លាំងតាមរយៈកម្មវិធី The Voice Cambodia ពីព្រោះអឿមរុនតែងតែមានការជឿទុកចិត្តថា The Voice Cambodia អាចផ្លាស់ប្ដូរនៃរបបជីវិតនៃការរស់នៅរបស់គាត់បានអរគុណច្រើនឥឡូវនេះសូមការយល់ឃើញពី Coach បាយរិទ្ធសូមអញ្ជើញអរគុណសូមសរសើរចំពោះរុនដែលបងអូនមានឆន្ទៈបានន័យថាបងអូនមានការតស៊ូនៅក្នុងការប្រកួតប្រជែងប៉ុន្តែចំពោះបងស្វែងយល់ឃើញថាសមត្ថភាពរបស់បងអូននៅមានកម្រិតសម្រាប់បទចម្រៀងមួយបទនេះគឺមានចំណុចខ្វះខាតរៀងច្រើនគួរសមដោយសារនៅមានចំណុចគេហៅថាភាសានៅក្នុងការប្រើប្រាស់ភាសាភ្លេងគេហៅថាមានកន្លែងភ្លាវច្រើនជូនពរឲ្យបងអូនមានសំណាងល្អឆ្លងផុតពីវគ្គនេះអរគុណចាអរគុណច្រើនចាឥឡូវនេះសូមយោបល់ពី Coach សវណ្ណរាចាសូមអញ្ជើញបាទអរគុណសម្រាប់រុននៅក្នុងសប្តាហ៍នេះឃើញថាចាប់ពី refrain ទៅហាក់ដូចជានៅស្ទើរហើយដូចបង្រិតនិយាយមិនអញ្ចឹងបទចម្រៀងមួយបទនេះបងអូនអត់ទាន់ចេះប្រើប្រាស់សម្លេងនៅឡើយអត់ទាន់ចេះ control ឬក៏រៀបចំសម្លេងខ្លួនឯងឲ្យស៊ីជាមួយនឹងបទចម្រៀងមួយបទនេះអញ្ចឹងរាល់ការ comment ទាំងប៉ុន្មានឬក៏ការផ្ដល់យោបល់ទាំងប៉ុន្មានសង្ឃឹមថារុននឹងបានទទួលហើយយកទៅអភិវឌ្ឍខ្លួនឯងឬក៏វិវត្តខ្លួនឯងឲ្យបានល្អជាងនេះជូនពរបងអូននៅក្នុងរាត្រីនេះចាអរគុណច្រើនឥឡូវនេះទុកភារៈនេះជូនទៅដល់ Coach សុភាសូមអញ្ជើញចាជាមួយនឹងខ្ញុំផ្ទាល់គឺយល់ស្របទៅដូចជាបងរិទ្ធក៏ដូចជារេតក៏បាននិយាយអញ្ចឹងបញ្ហាសំខាន់
រុនមានការកង្វះខ្វះខាតចំពោះកន្លែងបទចម្រៀងមួយនឹងមួយបទនឹងបងតែងតែប្រាប់អូនថាអូនត្រូវតែ control ខ្លួនឯងឲ្យបានព្យាយាមធ្វើឲ្យបានក៏ប៉ុន្តែយ៉ាងណាបងក៏ជូនពររុនឲ្យឆ្លងផុតពីសប្តាហ៍នេះផងដែរ ចាអរគុណដល់អឿមរុនចាអរគុណជូនពរឲ្យជោគជ័យណាស់ណាចាចាដោយដែលលោកនាងបានជ្រាបហើយថាកម្មវិធី The Voice Cambodia ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជារបស់យើងខ្ញុំគឺពិតជាទុកឱកាសទៅដល់បេក្ខភាពគ្រប់រូបដើម្បីបង្ហាញសមត្ថភាពឲ្យអស់ជូនទៅដល់មហាជនប៉ុន្តែស្របពេលជាមួយនឹងការបង្ហាញសមត្ថភាពរបស់បេក្ខភាពទាំងអស់យើងខ្ញុំក៏សូមបញ្ជាក់ជូនទៅដល់លោកអ្នកផងដែរថាកម្មវិធី The Voice Cambodia គឺផ្ដោតយកសម្លេងតែមួយមុខគត់ដោយមិនគិតពីប្រវត្តិនិងរឿងរ៉ាវរបស់បេក្ខភាពណាមួយដែលគាត់ដិតដាមនៅក្នុងជីវិតរបស់គាត់ឡើយនៅពេលនេះបេក្ខភាពរបស់យើង